សួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះខ្ញុំចង់មកចែកជូន tool មួយដើម្បីធ្វើការ generate video នៅក្នុង flow ជាធម្មតាបងប្អូនចុច new project ហើយផាស prompt នៅក្នុងកន្លែងនេះហើយនឹងយើង tag to video ហើយជ្រើសរើស video ហើយនឹងចំនួន video ហើយនឹងជាប្រភេទ video បញ្ចុះឬក៏បដិមែនទេហើយយើងផាស prompt ទៅយើងបញ្ជូនហើយយើងផាស prompt យើងបញ្ជូនមែនទេឥឡូវនេះគឺខ្ញុំមាន tool មួយដើម្បីមិនចាំបាច់ឲ្យបងប្អូនមកផាស prompt នៅកន្លែងនេះហើយបញ្ជូន load ទេមានន័យថាយើងប្រើ tool ហ្នឹងឲ្យវាផាស prompt auto ឲ្យវា download auto ទៀតមានន័យថាយើងគ្រាន់តែបញ្ចូល prompt នៅក្នុង Excel ហើយយើង run bot ហ្នឹងគឺវាទៅកៅយើង automatic តែម្ដងយើងចង់ run វាមួយថ្ងៃ100 video ក៏បានដែរអូខេអញ្ចឹងនេះគឺខ្ញុំចែកជូន10 account free ឲ្យបងប្អូនប្រើប្រាស់អញ្ចឹងក្នុងការប្រើប្រាស់ខ្ញុំនឹងបង្ហាញពីការប្រើប្រាស់ដែលយើង tool ហ្នឹងគឺយើងទៅឡើងនៅក្នុង extension អូខេអញ្ចឹងយើងទៅឡើងវាបាទជាបងប្អូនចុចទៅកន្លែង extension នេះមកហើយមើលពាក្យថា extension ឬក៏ចុចកន្លែងត្រី3នេះក៏បានដែរហើយយកពាក្យថា extension ហើយ manage បាទចូលមកដល់ផ្ទាំងនេះដូចគ្នាតមកទៀតបងប្អូនគ្រាន់តែបើក mode developer នៅកន្លែងនេះមកបាទយើងបើកមកហើយយើង load យើងជួយពាក្យថា load នេះ load package នេះមកបាទដល់ពេល load ហើយគឺយើងទៅរក file ដែលយើងមកតឡើងហើយ file ហ្នឹងគឺខ្ញុំផ្សាយជា file zip ឲ្យបងប្អូនយកទៅប្រើប្រាស់បាទនេះគឺ file ដែលខ្ញុំបាន download មកមិញនេះគឺ file ហ្នឹងនេះគឺខ្ញុំបាន extract មកហើយជាធម្មតាខ្ញុំផ្សាយជា file zip ទៅអញ្ចឹងបងប្អូន extract វាមកក្រៅមកគឺដាក់នៅក្នុង folder មួយមកនៅក្នុង folder ដាក់ឈ្មោះអីក៏បានដែរបងប្អូនគ្រាន់តែចុចនៅលើ file ហ្នឹងមកបាទនៅលើ folder ហ្នឹងមកហើយចុចវាថា select folder ហ្នឹងមកបាទបន្ទាប់ពីចុចចឹងហើយគឺវាចូលមកក្នុងផ្ទាំងហ្នឹងអញ្ចឹងនេះគឺ flow របស់យើងបាទអញ្ចឹងយើងតឡើងបានហើយដល់ពេលដែលយើងតឡើងបានបងប្អូនចុចកន្លែងនេះមកនេះបាទរូបសញ្ញាហើយចុច pin វាមកដើម្បីឲ្យជាប់នៅក្នុងកន្លែងនេះអូខេអញ្ចឹងក្នុងការតឡើងគឺរួចរាល់អញ្ចឹងយើងចូលទៅកន្លែង flow វិញបាទនេះយើងចូលកន្លែង flow យើងបិទនេះចោលមកចូលកន្លែង flow មកយើង refresh វាបន្តិចមកបាទហ្នឹងហើយអញ្ចឹងដើម្បីធ្វើការឲ្យ bot នឹងវាដើរ auto បងប្អូនចូលនៅក្នុងកន្លែងចូលនៅក្នុង website flow ហ្នឹងសិនមកចូលមកអញ្ចឹងសិនណានេះចូលបែបហ្នឹងមកហើយចុចពាក្យហើយចុច extension ដែលយើងបានតឡើងមិញហ្នឹងបាទចុចបន្តិចមកគឺវានឹងឃើញបែបហ្នឹងបាទខ្ញុំឲ្យ10 account ហើយនៅក្នុងការ generate ហ្នឹងគឺបាន5ដងអញ្ចឹងបងប្អូន generate គ្រប់ហើយចាំតាក់ទងខ្ញុំក៏បានដែរខ្ញុំឲ្យ key ទៅដាក់បញ្ចូលដើម្បីប្រើប្រាស់គឺប្រើបានរហូត key ហ្នឹងដូចជាមួយឆ្នាំហ្នឹងហើយមួយឆ្នាំគឺខ្ញុំដាក់មួយឆ្នាំអញ្ចឹងក្នុងការធ្វើគឺបងប្អូនគ្រាន់តែ import file Excel ដែលយើងមាន prompt នេះនៅក្នុងកន្លែងនេះកន្លែងនេះគឺយើង import file Excel ដែលយើងសរសេរ prompt រួចហើយអញ្ចឹងខ្ញុំទៅមើលនៅក្នុង Excel បាទនេះគឺ Excel example ដែលខ្ញុំលើកជាឧទាហរណ៍អញ្ចឹងបងប្អូនគ្រាន់តែសរសេរដូចខ្ញុំមកគឺ EP ហើយនឹង prompt ហើយនឹង status ហើយនឹង process សរសេរទាំងអស់អញ្ចឹងមកហើយកន្លែងនេះគឺឈ្មោះ file មានន័យថាបងប្អូនចង់ដាក់ឈ្មោះ file អីគេកន្លែងនេះណាឥឡូវខ្ញុំដាក់1 2 3អញ្ចឹងទៅហើយកន្លែងនេះគឺ prompt មានន័យថា prompt នេះគឺយើងឲ្យ ChatGPT ក្នុងការសរសេរ prompt ឲ្យយើងក៏បានដែរហើយយើងសរសេរមកអានេះគឺមួយវីដេអូនេះគឺមួយវីដេអូអញ្ចឹងខ្ញុំឧទាហរណ៍តែ3ទេដើម្បីកុំឲ្យចំណាយពេលយូរហើយកន្លែងនេះគឺដាក់ status pending អញ្ចឹងមកបាទអញ្ចឹងបើសិនជាបងប្អូនមានទៀតបងប្អូនដាក់ prompt នៅកន្លែងនេះមកហើយអូ pending វាឲ្យមកកន្លែងនេះទៀតមកបាទនេះខ្ញុំប្រើតែ3ទេអញ្ចឹងមានតែប៉ុណ្្នឹងនៅក្នុង file Excel ណាបងប្អូនដាក់តែប៉ុណ្្នឹងមកហើយ save វាមកហើយឈ្មោះ file ដាក់ឈ្មោះអីក៏បានដែរឈ្មោះ file អញ្ចឹង file នេះគឺខ្ញុំដាក់នៅក្នុង desktop file ហ្នឹងអូខេអញ្ចឹងបន្ទាប់ពីយើងបានបង្កើតហើយយើង save វាមកអូខេបន្ទាប់ពីយើងតម្លាក់វាសិនមកហើយយើង import វានេះយើង import file ហ្នឹងចូលមកហើយបងប្អូនចុចឡើងនេះមកបាទហើយទៅរក file របស់យើង file ខ្ញុំមិញគឺនៅក្នុង folder prompt អញ្ចឹង prompt នេះនៅក្នុង folder prompt នេះ file នេះបងប្អូនចុចលើនេះមកចុច2ដងក៏បានហើយចុច click លើវាហើយចុច open ក៏បានដែរមកចុច open មកបាទវានឹងប្រាប់ឲ្យយើងនេះគឺ file របស់យើង prompt របស់យើងគឺមាន3ហើយ pending គឺ3ហើយអត់តន់ generate ទេនេះគឺអត់តន់បាន generate ទេបន្ទាប់ពីបងប្អូនបាន import file Excel ចូលក្នុងហ្នឹងហើយបងប្អូនគ្រាន់តែចុច start generate ទៅក្នុងកន្លែងនេះតែឥឡូវនេះគឺបងប្អូនអត់កុំអត់តន់ចុចបងប្អូនចុចកន្លែងនេះសិនចុចកន្លែង create project ហ្នឹងសិនណាបាទចុចចូលអញ្ចឹងមកហើយយើងតាំងវីដេអូយើងចង់បានវីដេអូប្រភេទអីគេប្រភេទបញ្ឈរមែនទេបាទប្រភេទបញ្ឈរហើយចំនួនវីដេអូគឺខ្ញុំយកមួយទេហ្នឹងហើយបងប្អូនតាំងតែប៉ុណ្្នឹងបានហើយបងប្អូនចុច generate កន្លែងនេះមកគឺវានឹងធ្វើការ automatic ឲ្យយើងនៅក្នុងហ្នឹងគឺយើងចុចម្ដងវាកាត់ credit ម្ដងកន្លែងនេះណាហើយក្នុងនៅពេលដែលយើងចុច generate ម្ដងហ្នឹងគឺយើងបាន3វីដេអូដោយសារអីនៅក្នុង file Excel ហ្នឹងគឺយើងដាក់ prompt ចំនួន3 row អញ្ចឹងចំនួន3វីដេអូអញ្ចឹងបងប្អូនគ្រាន់តែចុចលើ start generate ហ្នឹងទៅបានហើយអញ្ចឹងខ្ញុំចុចណាអូខេអញ្ចឹងខ្ញុំចាប់តាមធ្វើការចុចបាទឥឡូវគឺវាផាស auto ហើយគឺខ្ញុំអត់មានធ្វើអីទេបាទម៉ៅគឺខ្ញុំអត់មានធ្វើអីទេខ្ញុំទុកចោលអញ្ចឹងតែម្ដងអញ្ចឹងបងប្អូនសង្កេតមើលគឺវា load ហើយនៅក្នុងការ generate ហ្នឹងគឺនៅពេលដែលវា generate ចប់គឺវា download auto ឲ្យយើងតែម្ដងទៅតាមឈ្មោះ file ដែលយើងដាក់នៅកន្លែង file Excel មិញណាឈ្មោះ file គឺនៅត្រង់កន្លែង EP នៅក្នុងកន្លែង column EP អញ្ចឹងបើសិនយើងដាក់ឈ្មោះអីគឺវាឈ្មោះកន្លែងហ្នឹងគឺវាយកកន្លែងហ្នឹងទៅ rename ឈ្មោះវីដេអូឲ្យយើងណា
បាទអញ្ចឹងក្នុងនេះគឺមាន3វីដេអូអញ្ចឹងវា download 3វីដេអូឲ្យយើងតែម្ដងគឺយើងអត់ចាំបាច់ធ្វើអីទេយើងទុកចោលវាតែម្ដងតិចអញ្ចឹងបងប្អូនរងចាំមើលបងប្អូនតើវាធ្វើការបែបម៉េចតាអញ្ចឹងអាចថាកន្លែងនេះគឺខ្ញុំអាចថា time speed video ដើម្បីឲ្យវាលឿនតាអញ្ចឹងយើងរងចាំទៅមើលលទ្ធផលទាំងអស់គ្នាអូខេអញ្ចឹងយើងធ្វើការ download ហើយហីបងប្អូនឃើញគឺមាន3វីដេអូគឺវា rename file video ហ្នឹងទៅតាម file Excel ដែលយើងបានដាក់នៅកន្លែង column EP ហើយនៅពេលដែលវា download ចប់ហើយគឺវា download file Excel ឲ្យយើងមួយទៀតដើម្បីអីដើម្បីប្រាប់ status ថាតើ file ណាដែលវាបានធ្វើការ generate ហើយ file ណាដែលវាអត់បានធ្វើការ generate ឬក៏ error អីចឹងណាអញ្ចឹងបងប្អូនចុចទៅលើ file ហ្នឹងមកយើងនឹងឃើញ status ហើយអញ្ចឹងមិញគឺវា download មកទាំងអស់ហើយគឺវាអត់មានបញ្ហាអីទេគឺវាធ្វើការបានទាំង3វីដេអូហ្នឹងតែម្ដងបាទអានេះគឺវាមានភាពងាយស្រួលមែនតើហើយកន្លែងនេះគឺបានចំនួន5ដងមានន័យថាគឺយើងបានចុច generate ហ្នឹងគឺម្ដងអញ្ចឹងនៅពេលដែលបងប្អូនចុចប៊ូតុងនេះគឺវារាប់ម្ដងនៅពេលណាដែលបងប្អូនចុចប៊ូតុងហ្នឹងណាអញ្ចឹងនៅក្នុងការចុចប៊ូតុងម្ដងគឺបងប្អូនដាក់ច្រើនមកនៅក្នុង file Excel ដាក់10វីដេអូ20វីដេអូក៏បានដែរអញ្ចឹងវាកាត់មួយឥឡូវគឺអស់មួយហើយអញ្ចឹងនៅសល់4ដងទៀតមានថាអស់ម្ដងហើយអញ្ចឹងបើសិនជាអស់ដល់5ដងគឺវា trial អាហ្នឹងគឺខ្ញុំដាក់ឲ្យប្រើ trial ទេអញ្ចឹងអស់ហើយអញ្ចឹងបងប្អូនអាចតាក់ទងមកខ្ញុំមកតាម Telegram នេះលេខខាងក្រោមបងប្អូនចុចទៅគឺ connect មកខ្ញុំនៅផ្សាយ key ឲ្យប៉ុន្តែមុននៅផ្សាយ key បងប្អូនត្រូវតែ copy device ឡើងនេះ device extension ហ្នឹងណាផ្សាយមកខ្ញុំដើម្បី match key ទៅលើ device ហ្នឹងដើម្បីអាចប្រើប្រាស់បានអាហ្នឹងណាអញ្ចឹង device ហ្នឹងគឺអាចប្រើប្រាស់បានទៅលើ key មួយខ្ញុំឲ្យហ្នឹងអញ្ចឹងបងប្អូនអាចតាក់ទងមកខ្ញុំមកខ្ញុំផ្សាយឲ្យបាទអានេះគឺខ្ញុំឲ្យប្រើ free គឺងាយស្រួលមែនតើគឺវាស័ក្តិសមបំផុតសម្រាប់ account Ultra ដូចបងប្អូនដែលមាន account Ultra ហ្នឹងគឺបង្កើតវីដេអូបានច្រើនមែនតើបាទអូខេប៉ុណ្ណឹងបាទអរគុណ